សូមនមស្ការក្រាបថ្វាយបង្គំពួកប្រជុំ3នៃបត្រៃរដ្ឋនិងសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់ចម្រើនពរដល់មហាបរិស័ទទាំងអស់គ្រប់ទិសទីដែលបានស្គាល់វត្តរតនមហាមុនីហៅវត្តបល្លង្កីស្ថិតនៅក្នុងភូមិថ្មីឃុំកន្ទឺ1ស្រុកបាណន់ខេត្តបាត់ដំបងថ្ងៃនេះគឺជាថ្ងៃទី2នៃការចាក់សសរព្រះវិហារជាន់ក្រោមញាតិញោមណាជាន់ទី1ណាជាន់ផ្ទាល់ដីចឹងសូមញាតិញោមពុទ្ធបរិស័ទប្រុសស្រីជ្រះថ្លាអនុមោទនាចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លាបងនឹងនេះគឺជាសកម្មភាពនៃជាងដែលគាត់កំពុងតែយោងស៊ីម៉ង់ចាក់សសរព្រះវិហារបងសសរជាន់ទី1ហើយជាងខាងលើហ្នឹងគឺគេបុកស៊ីម៉ង់ហ្នឹងដើម្បីកុំឲ្យស៊ីម៉ង់កុំឲ្យសសរហ្នឹងវាស្អុយបងណាឲ្យវារលោងស្អាតបងនេះសសរដែលជាងគេបុកហ្នឹងញាតិញោមកុំឲ្យវាស្អុយណាញាតិញោមណាបងឲ្យវារលោងស្អាតចឹងបងឲ្យរលោងស្អាតណាហើយការចាក់នេះគឺព្រឹកព្រៀងមែនតើបងព្រឹកព្រៀងមែនតើនេះយើងចាក់បាន3ដើមទៀតព្រោះយើងខ្វះដែកធ្វើពុំញាតិញោមគម្រោងថ្មឲ្យធ្វើពុំចំនួនពី6ទៅ8ពុំតែយើងវាអស់បច្ច័យទៅខ្វះដែកខ្វះថវិកាអញ្ចឹងយើងធ្វើបាន6ពុំទេតែខ្វះដែកអត់ទាន់គ្រប់អញ្ចឹងយើងចាក់បានតែ3ទេបងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមចូលរួមអនុមោទនាជួយវត្តបល្លង្កីញាតិញោមណាស្ថិតនៅក្នុងស្រុកបាណន់ខេត្តបាត់ដំបងបាទហើយកន្លែងនេះគឺជាមជ្ឈមណ្ឌលវិបស្សនាកម្ពុជាដើម្បីអប់រំសូមញាតិញោមពុទ្ធបរិស័ទជ្រះថ្លាចូលរួមហើយវិហារនេះ2ជាន់បងណាជាន់ទី1គឺជាកន្លែងសាលាសមាធិកម្មដ្ឋានជាន់ទី2គឺកន្លែងសង្ឃកម្មទាំងសូមចម្រើនពរដល់ពុទ្ធបរិស័ទចិត្តឆ្ងាយញាតិញោមដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមជួយស្ថាបនាក្នុងការសាងសង់ព្រះវិហារក៏អនុមោទនាបងញាតិញោមខ្ពស់ញាតិញោមនៅសសរឡើងទៅលើប្រហែលជា4ម៉ែត្រទៅលើទៀតញាតិញោមបង4ម៉ែត្រទៅលើទៀតអញ្ចឹងនៅខ្ពស់នេះជាន់ទី1បងជាន់ទី1សូមញាតិញោមពុទ្ធបរិស័ទគ្រប់រូបអនុមោទនាជ្រះថ្លាមហាកុសលក្នុងការស្ថាបនាព្រះវិហារហើយសូមបានពរញាតិញោមនៅស្រុកបារាំងនិងមួយយាយនៅបែលហ្សិកក៏ដូចជាញាតិញោមនៅសហរដ្ឋអាមេរិកគ្រប់រដ្ឋទាំងអស់ដែលស្គាល់វត្តបល្លង្កីសូមបានសម្រេចបុណ្យកុសលហើយសូមពាវនាវញាតិញោមចូលរួមជួយថ្មផងសូមអនុមោទនាសូមអរគុណញាតិញោមបង